ច្បាប់នឹងលោកស្រីកានិកាសូមគ្រប់ជំរាបសួរដល់សម្ដេចអាដាមលោកជំទាវលោកស្រីបងប្អូនទស្សនិកជនជាទីគោរពនេះគឺជាកម្មវិធីផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាស្ដីពីការកែសម្រួលយុទ្ធពកក៏ដូចជាអាវុធធុនធ្ងន់គ្រប់ប្រភេទរបស់កងទ័ពកម្ពុជាដែលបានកែសម្រួលចេញពីតំបន់ព្រំដែនគៀកនឹងតំបន់ចំនួនមកទីតាំងមូលដ្ឋានយោធាដើមរបស់ខ្លួនវិញហើយការផ្សាយផ្ទាល់របស់យើងនៅក្នុងព្រឹកនេះបើតាមការបញ្ជាក់របស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់ថាកងទ័ពកម្ពុជាក៏កំពុងតែបន្តនៅក្នុងការកែសម្រួលផ្លាស់ប្ដូរទីតាំងនៃការប្រើប្រាស់នៅអាវុធធុនធ្ងន់គ្រប់ប្រភេទពីតំបន់គៀកមកកាន់តំបន់កាន់តែឆ្ងាយហើយដែលនេះគឺជាការបដិញ្ញាចិត្តតាំងចិត្តយ៉ាងមុតមមរបស់កម្ពុជានៅក្នុងការជៀសវាងការប្រើប្រាស់ការគម្រាមកំហែងក៏ដូចជាការប្រើប្រាស់កម្លាំងហើយយើងយកយន្តការដោះស្រាយដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់នៅសន្តិភាពសន្តិសុខស្ថិរភាពនិងវិបលភាពនៅក្នុងតំបន់ដែលចូលលើមូលដ្ឋាននៃការគោរពឯករាជ្យអធិបតេយ្យភាពសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិទៅមួយទៅមករវាងប្រទេសយើងទាំងពីរហើយចំណុចនៃការកែសម្រួលអាវុធធុនធ្ងន់គ្រប់ប្រភេទនេះក៏ជាចំណុចមួយផ្នែកដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីម្សិលមិញដែលជាថ្ងៃប្រវត្តិសាស្ត្រដោយមានការចុះហត្ថលេខាដោយសម្ដេចមហាបវរហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានអាដាមអានូទីនដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃក៏ដូចជាមានការធ្វើជាសាក្សីពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងអាដាមដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនេះគឺជារូបភាពផ្ទាល់ដែលក្រុមការងាររបស់ទូរទស្សន៍ជាតិកម្ពុជាកំពុងតែបង្ហាញអំពីក្បួនរថយន្តរបស់ក្រុមអ្នកសង្កេតការអាស៊ានហៅកាត់ថា AOT នៅកម្ពុជាកំពុងតែធ្វើដំណើរដើម្បីចុះទៅពិនិត្យអង្កេតអំពីដំណើរការនៃការកែសម្រួលយុទ្ធពកក៏ដូចជាអាវុធធុនធ្ងន់ដែលកងទ័ពកម្ពុជាកំពុងតែធ្វើការកែសម្រួលចេញពីតំបន់ដែលគៀកទៅនឹងតំបន់ចំនួនមកកាន់មូលដ្ឋានកងទ័ពដើមវិញដើម្បីធានាថាការអនុវត្តនៅគេថាស្មារតីបទច្បាញ់ក៏ដូចជាការអនុវត្តនេះគឺធានាបានល្អប្រសើរចាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះគឺខ្ញុំក៏សូមជម្រាបជូនថាយោងតាមប្រសាសន៍របស់លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិគឺបានឲ្យដឹងថានៅក្នុងន័យបង្ហាញពីការវិការសុឆន្ទៈនិងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់នៅក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូស្ដីពីសន្តិភាពរវាងកម្ពុជានិងថៃដែលមានឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមធ្វើជាសាក្សីកម្ពុជានិងថៃដែលបានឯកភាពគ្នាចាប់ផ្ដើមកែសម្រួលយុទ្ធពកនិងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី1សម្រាប់ជានិមិត្តរូបក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី26ខែតុលាឆ្នាំ2025វេលាម៉ោង 9:00 នាទីយប់ភាគីទាំងពីរគឺបានធ្វើការកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី1សម្រាប់ជានិមិត្តរូបនៃការបដិញ្ញាចិត្តក្នុងការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមនេះហើយកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរនៅក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៅក្នុងពេលដ៏ឆាប់ខាងមុខជាក្នុងឱកាសនេះកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពនិងអនុវត្តនៅឲ្យបានពេញលេញប្រកបទៅដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃដើម្បីជាប្រយោជន៍ទៅដល់ប្រទេសនិងប្រជាជនទាំងពីរជាច្រើនចំនួនតទៅមុខទៀតតែទស្សនិកជនមានខ្ញុំក៏សូមជម្រាបជូនតទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃស្ដីអំពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីដែលនៅក្នុងនោះគឺបានសរសេរថាយើងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីបន្ទាប់ពីបានជួបប្រជុំគ្នានៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីថ្ងៃទី26ខែតុលាឆ្នាំ2025គឺសូមប្រកាសដោយខាងក្រោមទី1គឺយើងសូមបញ្ជាក់ជាថ្មីនឹងការបដិញ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពនិងសន្តិសុខរវាងប្រទេសទាំងពីរគឺដោយដែលបានប្រកាសនៅក្នុងទីក្រុងពូតាចាយ៉ាប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ហើយសូមគូបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមរបស់យើងចំពោះការជៀសវាងការគំរាមកំហែងប្រើប្រាស់ឬប្រើប្រាស់កម្លាំងការដោះស្រាយជម្លោះដោយសន្តិវិធីការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីជាការលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងវិបលភាពនៅក្នុងតំបន់ដោយឈរទៅលើមូលដ្ឋាននៃការគោរពឯករាជ្យអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិ
ជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរហើយក៏សូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅយើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលមានសមាជិកភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាននិងមានគោលបំណងធានាការអនុវត្តបទច្បាប់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពហើយក៏សូមអំពាវនាវទៅដល់រដ្ឋសមាជិកអាស៊ានឲ្យផ្ដល់ការគ្រប់គ្រងសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យហើយបន្ថែមពីលើនេះយើងក៏បានបដិញ្ញាចិត្តក្នុងការបន្ថយភាពតានតឹងស្ដារទំនុកចិត្តនិងទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដើម្បីសម្រេចបាននិងពង្រឹងគោលបំណងទាំងនេះយើងបានឯកភាពចំពោះជំហានទៅខាងក្រោមដើម្បីធានាការអនុវត្តបទជប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពព្រមទាំងស្ដារឡើងវិញនៅសន្តិភាពសន្តិសុខស្ថិរភាពនៅតំបន់ព្រំដែនអនុវត្តការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាក្រោមការសង្កេតនិងការទៀងទាត់របស់ AOT ដោយរួមបញ្ចូលទាំងការដកអាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធំធ្ងន់ចេញពីព្រំដែននិងបញ្ជូនត្រឡប់ទៅទីតាំងមូលដ្ឋានយោធាដោយដើមវិញដែលនៅក្នុងបរិបទនេះភាគីទាំងពីរនឹងចាត់តាំងក្រុមការងាររៀងៗខ្លួនដើម្បីពិភាក្សាគ្នាឈានទៅរកការរៀបចំឲ្យបានសម្រេចនៅផែនការសកម្មភាពជាក់ស្ដែងនិងជាជំហានដែលនឹងត្រូវអនុវត្តក្រោមការសង្កេតរបស់ IOT ក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្នហើយបន្ទាប់មក AOT នៅពេលដែលយន្តការនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការចុះហត្ថលេខាទៅលើលក្ខខណ្ឌយោង